បានមកស្គាល់ហើយអ្នកទាំងអស់គ្នាកន្លែងលេងថ្មីទំនប់សូរិយាក្នុងខេត្តបន្ទាយមានជ័យជាពិសេសសម្រាប់អ្នកក្រុងប៉ោយប៉ែតកុំភ្លេច like វីដេអូនេះនិង subscribe YouTube Channel របស់ខ្ញុំផងទំនប់សូរិយានេះមានចម្ងាយប្រមាណតែ15គីឡូម៉ែត្រពីក្រុងប៉ោយប៉ែតអ្នកខ្លះនាំគ្នាមកងូតទឹកលេងខ្លះទៀតជិះទូកមើលថ្ងៃលិចខ្លះទៀតអង្គុយបែបពេជ្រនិចទឹកហូរតិចអីអញ្ចឹងហើយនិយាយពីរបស់ញ៉ាំវិញយកតែលុយមកអីក៏មានលក់ដែរ100មុខតែម្ដងអ្នកទាំងអស់គ្នាដល់អញ្ចឹងទៅដូចជាសប្បាយមួយយ៉ាងដែរហើយរមណីយដ្ឋាននេះក៏បានជួយជីវភាពអ្នកភូមិសូរិយានេះមួយចំណែកដែរហើយអ្នកមកលេងទីនេះភាគច្រើនមកពីក្រុងប៉ោយប៉ែតហើយម៉ោង8 9យប់អីនោះទៅអបមនុស្សមួយទៀតសូមសរសើរដល់រដ្ឋបាលមូលដ្ឋានដែលបានរៀបចំកន្លែងចតកន្លែងលក់ដូរកន្លែងក្មេងលេងនិងសម្រួលចរាចរណ៍ឲ្យមានរបៀបរៀបរយខ្ញុំវិញក្រៅតែពីមកមើលគេក៏ឡើងមកលើមើលថ្ងៃលិចខ្យល់បក់រហៀកនៅមាត់ទឹកអញ្ចេះទៀតអែមមួយបែបដែរអ្នកទាំងអស់គ្នាហើយខ្ញុំក៏មិនភ្លេចគ្រីមការពារកម្ដៅថ្ងៃដែរខ្ញុំជ្រើសរើស Sunscreen Sika Daily Sun លាបចូលផ្ទៃមុខបានល្អអ្នកទាំងអស់គ្នាជាផលិតផលរបស់ប្រទេសកូរ៉េហើយអ្នកទាំងអស់គ្នាអាចទិញ Sunscreen នេះតាមរយៈ Page Madam Skincare តាមពិតទំនប់សូរិយានេះជាគម្រោងធារាសាស្ត្ររបស់ក្រសួងធនធានទឹកនិងឧតុនិយមមានផ្ទៃបាតអាងប្រហែល400ហិកតានិងប្រវែង7គីឡូម៉ែត្រដែលអាចស្តុបទឹកបានជាង3លានម៉ែត្រគូបសម្រាប់បញ្ជៀសទឹកជំនន់និងប្រើប្រាស់សម្រាប់ស្រោចស្រពស្រែចម្ការរបស់កសិករនៅក្នុងខេត្តបន្ទាយមានជ័យនេះភ្ជាប់ទៅនឹងប្រឡាយមេប្រវែងជិត17គីឡូម៉ែត្រទៀតហើយអាងនេះទើបតែបញ្ចប់ការសាងសង់នៅចុងឆ្នាំ2024នេះឯងហើយឥឡូវនេះលើសពីប្រព័ន្ធធារាសាស្ត្រអាងសូរិយានេះក៏បានក្លាយទៅជារមណីយដ្ឋានសម្រាប់ប្រជាជនជាពិសេសអ្នករស់នៅក្នុងក្រុងប៉ោយប៉ែតមកលេងកម្សាន្តបន្ទាប់ពីធ្វើការរកស៊ីនឿយហត់អរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះមកដល់ចប់ជួបគ្នានៅក្នុងវីដេអូក្រោយទៀត